នេះគឺជាមេរបស់ពួកយើង aka The Founder Snail Studio ក៏បានប្រើ keyboard របស់គាត់ឲ្យរយៈពេល3ទៅ4ឆ្នាំហើយថ្ងៃនេះអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរពួកយើងមានបេសកកម្មដ៏សំខាន់មួយពីគាត់គឺត្រូវ upgrade keyboard របស់គាត់ឲ្យទៅជា keyboard ថ្មីដែលមានលក្ខណៈ premium និងចុចទៅមានសលេងសក់ key នេះជា keyboard ចាស់របស់គាត់ keyboard នេះពណ៌ខៀវខ្លាំងហើយ RGB ក៏វាពណ៌ខៀវដែរព្រោះឯងមេខ្ញុំគាត់ចូលចិត្តពណ៌ខៀវខ្លាំងមែនតើហ្មងហើយនេះគឺជាអ្វីដែលនឹងក្លាយជា keyboard ថ្មីរបស់គាត់ពួកយើងហឺគ្រឿងផ្លាស់ទាំងអស់នឹងខ្លួនឯងហើយគាត់អត់បានដឹងមុនទេមិនដឹងថាគាត់ពេញចិត្តអត់ទេតែតិចទៀតនឹងដឹងលទ្ធផលហើយគម្រោងរបស់យើងគឺ build ឲ្យគាត់ប្រើហើយឲ្យគាត់ធ្វើការ review រយៈពេល5ថ្ងៃពេញតែម្ដងហើយក៏ជាលើកដំបូងដែលគាត់ប្រើ keyboard ដែល build ដល់ក្រុមការងាររបស់គាត់ផ្ទាល់ដែរសង្ឃឹមថា build រួចខ្ញុំមិនត្រូវគាត់ដកចេញពីការងារចុះហើយនេះគឺជាលទ្ធផលសម្រេចរបស់យើងHello សម្រាប់ខ្ញុំ keyboard ខ្ញុំប្រើដូចចង់4-5ឆ្នាំហ្នឹងអញ្ចឹងទៅ my team asked me if I want a new keyboard and then I just let it all out អត់ដឹងថា keyboard ហ្នឹងនឹងទៅបែបណាអញ្ចឹងចាំមើលទាំងអស់គ្នាមើលខ្ញុំអត់ដឹងថានៅក្នុងនឹងមានអីគេតែចាំមើលសាកបើកមើលសិនចំពោះខ្មៅលាយខៀវ look quite good តែចាំមើលជាក់ស្ដែងសលេងបែបមិនដែរចឹងខ្ញុំយកទៅប្រើសិនទៅបើសិនជាប្រើឥឡូវវារៀងសលេងរៀងលឺជាង switch ចាស់ because this one is tactile switch and I come from a linear guy ចឹងចាំមើលមួយអាទិត្យក្រោយមើលខ្ញុំប្រើទៅសមអត់ឬក៏ប្រហែលជាទៅវិញសម្រាប់ខ្ញុំប្រើបានមួយអាទិត្យទៅ still feel ខ្លះវាខ្លាំងជាង switch ដែល linear ធ្លាប់ប្រើពីមុនសលេងវានៅតែលឺប៉ុន្តែ overall I really love how premium it is like all the board is fine finish I just love my new setup now it's just the small thing I don't like is ពេលចុចពេលយប់ទៅលឺរៀងខ្លាំងដែរពីមុនចុច linear switch លឺរៀងតិចឯអត់សូវខ្លាំងដូចហ្នឹងឯងBut I really love the experience, the tactile feeling, new experience for me. I thought I'm a linear person, but now I think I might switch to a tactile person. But overall, I really like this project. It's quite fun, quite new. And I don't have my team could come up with this kind of thing. I'm very impressed by them though. Yeah. សម្រាប់ខ្ញុំ content បែបនេះវា content ថ្មីសម្រាប់ខ្ញុំហើយ team ខ្ញុំទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្ត content បែបនេះអាចប្រាប់ពួកខ្ញុំនៅក្នុង comment ឬក៏ឆាតមកពួកខ្ញុំបានបាយបាយ